there. Subscribe to my channel. And also បាទសូមស្វាគមន៍ប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីសំឡេងនៅអត្ថបទដកស្រង់បាទខ្លីៗចំនួន3មកជម្រាបជូនដល់ប្រិយមិត្តអ្នកស្ដាប់ដែលអត្ថបទទី1លោកពូផែងវណ្ណៈហួសចិត្តណាស់ជនជាតិចិនម្នាក់បើករថយន្តបុកចូលផ្ទះគេរថយន្តរងការខូចខាតឯផ្ទះសម្បែងក៏ខូចខាតទៀតជាជនល្មើសជនជាតិចិនត្រូវបានដោះលែងហើយជាបាត់ល្មើសតូចតាចទៅវិញបាទប្រិយមិត្តជុំឃើញថាជុំវិញរឿងរ៉ាវករណីហួសចិត្តមួយដែលជនបង្កជនជាតិចិននោះទេមិនដឹងថាស្វឹងស្រាឬក៏យ៉ាងណាបើកចូលបុកផ្ទះរបស់គេហើយបានបង្កឲ្យខូចរថយន្តដែលចតនៅមុខផ្ទះនោះផងហើយបាទខូចខាតផ្ទះផងដែរបែរជាសមត្ថកិច្ចបាទដោះលែងជនជាតិចិនទៅវិញធ្វើឲ្យមានការរិះគន់ផងដែរថាវាមិនសមរម្យណាបាទទីទៀតយើងមកតាមដានលំអិតបន្ថែមអត្ថបទទី2ចូលចិត្តពាក់អាវទៅជុះអត់បោកទឹកយុវជនម្នាក់ឆ្លងជំងឺសើស្បែកម្យ៉ាងពេញមុខគួរឲ្យខ្លាចជាងអត់ស្វាយទៅទៀតបាទប្រិមិត្តឃើញថាករណីហេតុការណ៍ដែលនឹកស្មានមិនដល់យុវជនម្នាក់ទៅផ្សារទិញកៅអៅទៅជុះមកពាក់អត់បានបោកសម្អាតបាទមានអ្នកណាឆ្លងជំងឺបាទកទួលពេញផ្ទៃមុខបាទសិតតែខ្ទុះគួរឲ្យខ្លាចបាទទៅទៀតយើងមកតាមដានលំអិតបន្ថែមវត្តទី3ចូលវ័យ15ឆ្នាំប្អូនស្រីពេជ្រសូលីកាកាន់តែស្រស់ស្អាតហើយសមត្ថភាពសិល្បៈក៏ពូកែត្រៀមខ្លួនចាប់ក្តីសម័យធំមួយនៅបរទេសបាទប្រិមិត្តបានទស្សនាក្នុងរូបថតហើយឃើញថាប្អូនស្រីអ្នកនាងពេជ្រសូលីកាវ័យកាន់តែធំកាន់តែស្រស់ស្អាតចំណែកឯមុខមាត់សម្រស់ឃើញថាស្រដៀងគ្នាមែនតែនសម្បុរក៏សដូចគ្នាបាទចឹងប្រិមិត្តយើងមកតាមដានលំអិតនៅអត្ថបទទាំង3នេះទៅតទៅហួសចិត្តណាស់ជនជាតិចិនម្នាក់បើករថយន្តបុកចូលផ្ទះគេរថយន្តរងការខូចខាតឯផ្ទះសម្បែងក៏ខូចខាតទៀតជាជនល្មើសជនជាតិចិនត្រូវបានដោះលែងហើយជាបាត់ល្មើសតូចតាចទៅវិញប្រជាពលរដ្ឋម្នាក់ឈ្មោះជេស៊ីនឿនមានទីលំនៅនៅក្រុម19ភូមិ3សង្កាត់លេខ3ក្រុងព្រះសីហនុខេត្តព្រះសីហនុបានឲ្យបណ្ដាញផ្សព្វផ្សាយដឹងថាការប្រយុទ្ធឈានចូលថ្ងៃទី6ខែឧសភាឆ្នាំ2025វេលាម៉ោងជាង4ទិសភ្លឺមានរថយន្តមួយគ្រឿងបើកបរដោយជនជាតិចិនបើកបុកចូលដល់ក្នុងផ្ទះរបស់គាត់បណ្ដាលឲ្យរថយន្តម្ចាស់ផ្ទះរងការខូចខាតធ្ងន់ធ្ងររួមទាំងខូចខាតសម្ភារៈនៅក្នុងផ្ទះមួយចំនួនទៀតករណីនេះម្ចាស់ផ្ទះជនរងគ្រោះបានដាក់ពាក្យប្តឹងជាផ្លូវការទៅកាន់អាជ្ញាធរមានសមត្ថកិច្ចដើម្បីឲ្យជួយដោះស្រាយតាមផ្លូវច្បាប់ក្នុងនោះម្ចាស់ផ្ទះជនរងគ្រោះបានសំណូមពរទៅឲ្យអាជ្ញាធរមានសមត្ថកិច្ចមេត្តាជួយដោះស្រាយរកខុសត្រូវតាមផ្លូវច្បាប់ផងដែលឡែកបើយោងតាមគណនី Facebook ដែលមានឈ្មោះថាផែងវណ្ណៈញូបានទៅសេរៀបរាប់ឲ្យដឹងថាផ្ញើជូនម្ចាស់រថយន្តនិងម្ចាស់ផ្ទះជនរងគ្រោះមេត្តាជ្រាបខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានស្តីពីការអនុញ្ញាតឲ្យអ្នកបើកបរជនជាតិចិនត្រឡប់ទៅផ្ទះវិញជាបណ្ដោះអាសន្នជនជាតិចិនពុំបានប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរឬបុកម្ចាស់រថយន្តបណ្ដាលឲ្យរងរបួសឬស្លាប់ឬពិការនោះទេគ្រាន់តែផឹកស្រវឹងបើកបរគ្មានបានបើកបរបុកទ្វារផ្ទះខូចខាតផ្ទះខូចទ្វារផ្ទះខូចរថយន្តខូចផ្ទះមិនមែនជាបទល្មើសធំដុំដែលត្រូវឃុំខ្លួនទេគ្រាន់តែជាបទល្មើសដែលត្រូវផាកពិន័យតែប៉ុណ្ណោះម្យ៉ាងទៀតជនជាតិចិនបង្កហេតុរូបនេះក្រីក្រគ្មានលុយសងជនរងគ្រោះទេតែមានលុយជួលមេធាវីបន្តិចបន្តួចប៉ុណ្ណោះដូច្នេះសូមជនរងគ្រោះជាម្ចាស់ផ្ទះមេត្តាជ្រាបជាដំណឹងបាទប្រិមិត្តឃើញថាករណីហួសចិត្តអាចចូលផ្ទះគេខូចខាតផ្ទះសម្បែងខូចខាតរថយន្តទៅហើយបែរជាសមត្ថកិច្ចបាទដោះលែងទៅវិញសូម្បីតែលោកពូផែងវណ្ណៈក៏បានបញ្ចេញទស្សនៈបាទហាក់បីដូចជាបាទហួសចិត្តផងដែរអរគុណប្រិមិត្តសូមបញ្ចប់នៅអត្ថបទនេះហើយយើងមកតាមដាននៅអត្ថបទមួយទៀតចូលចិត្តពាក់អាវទៅជុះអត់បានបោកទឹកយុវជនម្នាក់ឆ្លងជំងឺសើស្បែកម្យ៉ាងពេញមុខគួរឲ្យខ្លាចជាងអ៊ុតស្វាយទៅទៀត
ការប្រើប្រាស់សម្លៀកបំពាក់ថ្មីមួយទឹកឬជជុះជារឿយៗអ្នកជំនាញតែងតែផ្ដល់ដំបូន្មានឲ្យបោកសម្អាតជាមុនសិនសឹមយកមកស្លៀកពាក់តែជាអកុសលបរិះវ័យក្មេងរូបនេះបែរជាចូលចិត្តពាក់ខោអាវដោយមិនបានបោកគក់ទីបំផុតបានឆ្លងមេរោគកើតជំងឺសើស្បែកម្យ៉ាងប្រែពីបាបព្យាបាលបើយោងតាមសារព័ត៌មាន New York Post បរិះដែលកើតជំងឺសើស្បែកបានឲ្យដឹងថាជំងឺសើស្បែកឡើងពេញផ្ទៃមុខនិងដងខ្លួនដោយសារតែប្រើប្រាស់សម្លៀកបំពាក់មួយទឹកមិនបានបោកគក់លោកបានប្រាប់នៅក្នុងវីដេអូនោះទៀតថាឥឡូវនេះលោកបានឆ្លងជំងឺសើស្បែកដែលជាជំងឺឆ្លងសើស្បែកដែលធ្វើឲ្យកន្ទួលរាយប៉ាយនៅលើស្បែកលោកបានបន្តខ្លួនឯងដែលចូលចិត្តប្រើសម្លៀកបំពាក់មិនបោកគក់ហើយនេះជាបទពិសោធន៍ដ៏អាក្រក់មួយសម្រាប់លោកបើតាមលោកវេជ្ជបណ្ឌិតជំងឺសើស្បែកប្រភេទមួយនេះជាជំងឺឆ្លងបណ្ដាលមកពីវីរុសឈ្មោះថា Pox virus ដែលបង្ហាញសញ្ញាលើសើស្បែកកន្ទួលតូចរាយប៉ាយលើផ្ទៃសើស្បែករបស់លោកអ្នករោគសញ្ញារបស់វាជាកន្ទួលតូចមូលរលោងផតកណ្ដាលហើយរឹងនៅផ្ដុំគ្នាឬក៏នៅរាយប៉ាយអាចចេញនៅគ្រប់កន្លែងដែលភាគច្រើនគេសង្កេតនៅលើក្លៀកក្រលៀនឬប្រដាប់ភេទក្រៅពីកន្ទួលលើស្បែកវាគ្មានសញ្ញាអ្វីទាំងអស់តែអាចរមាស់ផងដែរបន្ទាប់ពីស្ទាបប៉ះឬក៏កេះកន្ទួលនោះសម្រាប់ការឆ្លងវិញអាចឆ្លងតាមរយៈការប៉ះពាល់ជាមួយអ្នកជំងឺការប្រើប្រាស់សម្ភារៈរួមជាមួយអ្នកជំងឺមានសម្លៀកបំពាក់កន្សែងកន្ត្រៃប្រដាប់ញិចមុនឬក៏អាងហែលទឹករួមនិងការរាលដាលពីកន្ទួលមួយទៅកន្លែងមួយទៀតតាមរយៈការអេសឬក៏ការកេះបាទប្រិមិត្តឃើញថាបទពិសោធន៍ថ្មីមួយហើយដែលបរិះវ័យក្មេងម្នាក់ចូលចិត្តបាទពាក់អត់បោកណាបាទវេទនាឆ្លងជំងឺអរគុណប្រិមិត្តសូមបញ្ចប់នៅអត្ថបទនេះហើយយើងមកតាមដាននៅអត្ថបទមួយទៀតចុះវ័យ15ឆ្នាំប្អូនស្រីពេជ្រសូលីកាកាន់តែស្រស់ស្អាតឯសមត្ថភាពសិល្បៈក៏ពូកែត្រៀមចាប់ក្តីស្រមៃដ៏ធំមួយនៅបរទេសមហាជនអ្នកគាំទ្រតារាចម្រៀងស្រីពេជ្រសូលីកាច្បាស់ជាបានជឿហើយពីប្អូនស្រីតែម្នាក់គត់របស់នាងឈ្មោះថាម៉ៃជីងដែលមកដល់ពេលនេះនាងកាន់តែពេញរូបពេញរាងស្រស់ស្អាតមិនចាញ់បងស្រីនោះឡើយលើកពីនេះកន្លងទៅម៉ៃជីងក៏ទទួលបានការចាប់អារម្មណ៍សរសើរពីមហាជនចំពោះសមត្ថភាពទេពកោសល្យរបស់នាងលើសិល្បៈពូកែផ្នែករាំនិងមានដងអាចច្រៀងបានយ៉ាងពិរោះដែលបានចេញច្រៀងរួមគ្នាជាមួយបងស្រីពេជ្រសូលីកាថែមទាំងបង្ហាញខ្លួនលើឆាកប្រគំតន្ត្រីផ្សេងច្រើនថែមទៀតផងយ៉ាងណាមិញកន្លងទៅថ្មីនេះម៉ៃជីងបានឈានចូលវ័យ15ឆ្នាំហើយឃើញថាសម្រស់របស់នាងកាន់តែស្រស់ស្អាតហើយសមត្ថភាពក៏កាន់តែពូកែបើតាមការរៀបរាប់របស់អ្នកនាងពេជ្រសូលីកាបានជូនពរប្អូនស្រីក្នុងថ្ងៃខួបកំណើតឆ្នាំនេះបានឲ្យដឹងថាម៉ៃជីងមានក្តីស្រមៃដ៏ធំមួយដែលនាងកំពុងតែត្រៀមខ្លួនឈោងចាប់ក្តីសម័យក្លាយជាតារាចម្រៀង K-pop ដ៏ល្បីម្នាក់នៅថ្ងៃអនាគតបាទប្រិមិត្តឃើញថាម៉ៃជីងអូនស្រីពេជ្រសូលីកាឃើញថាចូលវ័យ15ឆ្នាំបាទស្រស់ស្អាតហើយក្តីសម័យនោះគឺចង់ក្លាយជាតារាចម្រៀង K-pop អរគុណប្រិមិត្តសូមបញ្ចប់នៅអត្ថបទខ្លីទាំង3នេះ